ជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកអ្នកនាងកញ្ញាស្ដាប់នៅសំឡេងបេក្ខជនវិញម្ដងសូមអញ្ជើញ តែសម្លេងឲ្យបន្ទុកប៉ុន្មានពីកម្មវិធីនៅបេក្ខជនទី 2 សូមអញ្ជើញចាគណៈកម្មការបានផ្ដល់បន្ទុកជូនដល់បេក្ខជន 5 7 6 6 ចឹងសូមឲ្យគណៈកម្មការផ្ដល់ជូននៅជាយោបល់ចាសំលេងបងព្រោះធ្ងន់ហើយថ្នមបានល្អមនោចេតនានោះក៏បញ្ចូលបានល្អសូមសំលេងតែដៃជូនគាត់មួយចាតែដៃជូនដល់បេក្ខជនបងប្អូនព្រោះជានឹងទៀតយល់សួរបងប្រុសបាទខ្ញុំស្រឡាញ់សំលេងបងមែនតើមានទម្ងន់ពីរោះហើយនឹងអារម្មណ៍ដែលខ្ញុំអាចមើលឃើញភាពលំលយនិងភាពស្នើសុំរបស់បងទៅនារីម្នាក់យ៉ាងល្អមែនតើបាទហើយខ្ញុំក៏រងចាំស្ដាប់នៅសំឡេងដែលខ្ពស់ជាងនឹងដែលតិចនិចជាងនឹងនៅវគ្គទី 2 ទី 3 បាទអរគុណច្រើនបងចាអរគុណច្រើនចាសូមជើញនាងខ្ញុំបដោតទៅកន្លែងអឿននឹងតែហ្មងបើថាអឿនឲ្យដល់កម្រិតគឺស្ដាប់ទៅពីរោះគេថាឆ្ងាញ់ណាចាធ្វើបានឥឡូវចាំមើលបទទី 2 ទៀតចាអរគុណសំឡេងបងអូនអាពេលបងអូនថ្នមទៅលើអាកដាលបងតាមធម្មជាតិបងអូនចេះជ្រៀងឡើងទៅលើទៅឡើងទៅលើទៅឡើងទៅលើដល់នេះយល់ទេបើនិយាយវិតិចនេះជ្រៀងវិញឡើងទៅលើកាលណាដង្ហើមរត់ទៅមកក្រោមកាលនោះអាហ្នឹងឯងដែលធ្វើឲ្យយើងអត់ហត់ងុំជាងហ្នឹងទៀតសាក់លើមើលណាជូនពរមានសំណាងល្អចាផ្ដល់ជាសម្លេងតែដៃជូនដល់បេក្ខជនគាត់ក៏មានវីដេអូឃ្លីបចាយកមកបង្ហាញជូនដល់លោកស្រីអ្នកនាងកញ្ញាសូមអញ្ជើញទស្សនាជំរាបសួរខ្ញុំបាទឈ្មោះសាយស៊ីលុចជាបេក្ខជនចម្រៀងចែងចាំងនៅមកពីខេត្តកំពង់ឆ្នាំងហើយបច្ចុប្បន្ននេះខ្ញុំបាទរស់នៅទីក្រុងភ្នំពេញដោយមានឱកាសបានប្រឡងចម្រៀងខ្ញុំបាទក៏បានដាក់ប្រឡងចម្រៀងចែងចាំងសពថ្ងៃនេះនិយាយអត់លាក់គ្រួសារខ្ញុំមានផលវិបាកខ្លាំងដែរដោយសារកម្រិតជីវភាពរបស់ខ្ញុំវាមិនជាពេញលេញសម្រាប់គាត់គង់ក្នុងក្រុមគ្រួសារជីវភាពគឺចំណូលប្រាក់ចំណូលពីការបញ្ចូលបទភ្លេងការជួសជុលបានមកគ្រប់គ្រាន់សឹងថាមិនគ្រប់សម្រាប់ការជួលថ្លៃផ្ទះក៏ដូចជាថ្លៃកន្លែងរស់ស៊ីខ្ញុំតែងតែសម័យថាពីមុនខ្ញុំសម័យច្រើនណាស់សម័យរឿងខ្ញុំចូលនៅក្នុងជីវិតសិល្បៈខ្ញុំគិតថាខ្ញុំនឹងមានថ្ងៃមួយគឺខ្ញុំនឹងបានឲ្យពិភពលោកស្គាល់នឹងបានឲ្យបងប្អូនទាំងអស់បានដឹងឮថាខ្ញុំមានសម្លេងឬក៏ខ្ញុំមានសមត្ថភាពហើយជាចុងក្រោយនេះខ្ញុំបាទសូមថ្លែងអំណរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍ CTN ដែលលោកបានរៀបចំកម្មវិធីនេះចា
អរគុណច្រើនសូមអរគុណសូមសម្រាប់សំចាស់ចាសូមជើញ